ក្តីសម័យរបស់ខ្ញុំតាំងពីទូចគឺខ្ញុំចង់ក្លាយជាមន្ត្រីរាជការម្នាក់អញ្ចឹងបន្ទាប់ពីខ្ញុំបានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិខ្ញុំក៏បានបន្តការសិក្សានៅកម្រិតបញ្ញាបត្រដែលខ្ញុំជ្រើសរើសយកជំនាញនីតិសាស្ត្រគឺជំនាញច្បាប់ហើយកំឡុងពេលដែលខ្ញុំជ្រើសរើសហ្នឹងខ្ញុំមិនដឹងថាខ្ញុំអាចទទួលបានជោគជ័យក្លាយជាមន្ត្រីរាជការឬក៏អត់ទេតែជាក់ស្ដែងបន្ទាប់ពីខ្ញុំបានសិក្សាលើជំនាញច្បាប់ហ្នឹងខ្ញុំក៏បានចូលរួមប្រឡងប្រជែងហើយបានក្លាយទៅជាសិស្សមន្ត្រីក្រមការចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាលគ្រប់ជ្រាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងមកធ្វើវេទិកាមួយគឺធ្វើការចែករំលែកអំពីបទពិសោធន៍ជាក់ស្ដែងដែលរូបខ្ញុំបានឆ្លងកាត់ក្នុងការប្រឡងប្រជែងដើម្បីក្លាយជាសិស្សមន្ត្រីក្រមការចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាលអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់ការចែករំលែកចំពោះចំណុចទី1ខ្ញុំសូមផ្ដើមពីនីតិវិធីនៅក្នុងការត្រៀមខ្លួនជាមុនសិនអញ្ចឹងចំពោះការត្រៀមខ្លួនខ្ញុំបានសិក្សាទៅលើប្រវត្តិសាលាក៏ដូចជាសិក្សាទៅលើវិញ្ញាសាមួយចំនួនដែលសាលាធ្លាប់ចេញបន្ទាប់ពីមើលទៅលើចំណុចទាំងអស់ហ្នឹងហើយខ្ញុំឃើញថាវិញ្ញាសាដែលធ្លាប់ចេញគឺមានរបៀបបែបណាហើយខ្ញុំទៅសិក្សាលើវិញ្ញាសារបៀបបែបហ្នឹងអញ្ចឹងបន្តមកទៀតខ្ញុំក៏បានទៅសិក្សាលើវិញ្ញាសាហ្នឹងហើយប្រហែលខែក្រោយមកឃើញថាខាងសាលាគាត់បានជ្រើសរើសសិស្សមន្ត្រីក្រមការខ្ញុំក៏សម្រេចចិត្តដាក់ពាក្យចូលរួមប្រឡងប្រជែងខ្ញុំសូមចាប់ផ្ដើមតទៅទៀតគឺជាការប្រឡងប្រជែងទៅលើដំណាក់កាលទី1ដោយសារតែការប្រឡងប្រជែងគឺមាន2ដំណាក់កាលអញ្ចឹងខ្ញុំចាប់ផ្ដើមពីដំណាក់កាលទី1សិននៅក្នុងវគ្គដំណាក់កាលទី1ដែលខ្ញុំបានចូលរួមប្រឡងប្រជែងហ្នឹងខ្ញុំសង្កេតឃើញថាការប្រឡងប្រជែងហ្នឹងគឺជាការប្រកួតប្រជែងបែបវិញ្ញាសាគុយ CM មាន100សំណួរមានរយៈពេល90នាទីបើយោងតាមបទពិសោធន៍ជាក់ស្ដែងដែលខ្ញុំបានឆ្លងកាត់ខ្ញុំឃើញថាវិញ្ញាសាដែលចេញហ្នឹងរួមមានដូចជាខាងប្រវត្តិសាស្ត្រគឺចូលទៅកាន់ខាងវប្បធម៌ទូទៅហើយមានដូចជាច្បាប់រដ្ឋបាលសេដ្ឋកិច្ចហិរញ្ញវត្ថុក៏ដូចជាអាស៊ានផងដែរអញ្ចឹងនេះក៏ជាបទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់ខ្ញុំឃើញថាវិញ្ញាសាគឺចេញបែបហ្នឹងអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនឬក៏បងដែលមានបំណងចង់ប្រឡងគឺ focus ទៅលើចំណុចហ្នឹងដែលខ្ញុំបានធ្វើមុនរួចទៅហើយបន្ទាប់ពីយើងប្រឡងចប់មកដំណាក់កាលហ្នឹងខាងក្រសួងប្រហែលជា7ថ្ងៃឬក៏មួយអាទិត្យជាងអីហ្នឹងគាត់នឹងចេញលទ្ធផលនៅពេលដែលយើងជាប់ទៅលើដំណាក់កាលទី1យើងនឹងមានសិទ្ធិចូលរួមប្រឡងប្រជែងលើដំណាក់កាលទី2វគ្គទី2គឺមាន2វិញ្ញាសាដែលវិញ្ញាសាទី1គឺជាសំណួរខ្លីបូកទៅលើបរិមាធិបាយអញ្ចឹងកំឡុងពេលដែលក្រសួងប្រកាសឲ្យគាត់ទុកពេលឲ្យយើងប្រហែលជាមួយអាទិត្យអីហ្នឹងមុនពេលដល់ការប្រឡងខ្ញុំបានសិក្សាទៅលើរបៀបសរសេរបរិមាធិបាយក៏ដូចជាសំណួរខ្លីៗដែលធ្លាប់ចេញផងដែរអញ្ចឹងនៅពេលដែលខ្ញុំចូលប្រឡងហ្នឹងខ្ញុំបានចូលទៅឃើញថាការសរសេរបរិមាធិបាយនិងសំណួរខ្លីៗហ្នឹងគឺមានរយៈពេល3ម៉ោងដែលអនុញ្ញាតឲ្យយើងធ្វើអញ្ចឹងខ្ញុំសូមលើកពីការធ្វើបរិមាធិបាយហ្នឹងគឺកំឡុងពេលដែលយើងចូលទៅយើងគួរតែស្ដាប់ទៅតាមការណែនាំរបស់លោកគ្រូអ្នកគ្រូដែលជាគ្រូអនុរិយហើយយើងផ្ដោតទៅលើការសរសេរសម្រាប់ខ្ញុំគឺខ្ញុំ focus ទៅលើអារម្មណ៍ក៏ដូចជាការសរសេរហ្នឹងគឺត្រូវសរសេរឲ្យមានរបៀបរៀបរយមានសោភ័ណភាពស្អាតហើយបន្ទាប់មកគឺអារម្មណ៍យើងត្រូវតែមួអារម្មណ៍ហើយជាវាងបំផុតគឺការងាកមុខងាកក្រោយដែលបើសិនជាយើងធ្វើករណីបែបហ្នឹងគឺប្រៀបដូចជាយើងទៅចម្លងគេឬក៏ជាមុខសញ្ញាមួយដែលអាចឲ្យថ្នាក់ដឹកនាំឬក៏លោកគ្រូអ្នកគ្រូដែលគាត់ជាអនុរិយហ្នឹងគាត់អាចចាប់យើងបានអញ្ចឹងយើងត្រូវ focus ទៅលើខ្លួនឯងហើយប្រឹងទៅសេឲ្យបានស្អាតឲ្យមានរបៀបរៀបរយហើយធ្វើយ៉ាងណាត្រូវផ្ដោតឲ្យមូលទៅលើការប្រឡងហ្នឹងកុំបែកអារម្មណ៍បន្តមកទៀតនៅពេលដែលយើងចប់ទៅលើវិញ្ញាសាទី1យើងចូលទៅលើវិញ្ញាសាទី2គឺជាភាសាបរទេសចំពោះភាសាបរទេសនឹងផងដែរគឺយើងអាចជ្រើសរើសមាន2ជម្រើសគឺយើងប្រឡងទៅលើវិញ្ញាសាជាភាសាអង់គ្លេសក៏ដូចជាភាសាបារាំងកំឡុងពេលដែលយើងដាក់ពាក្យស្នើសុំសិទ្ធិចូលរួមប្រឡងប្រជែងហ្នឹងគឺយើងអាចមានសិទ្ធិជ្រើសរើសភាសាណាមួយដើម្បីប្រឡងប្រជែងចំពោះរូបខ្ញុំបាទផ្ទាល់ខ្ញុំបានជ្រើសរើសទៅលើវិញ្ញាសាជាភាសាអង់គ្លេសអញ្ចឹងចូលទៅដល់ដំណាក់កាលទី2វិញ្ញាសាទី2គឺខ្ញុំប្រឡងទៅលើភាសាបរទេសដែលជាភាសាអង់គ្លេសហ្នឹងចំពោះភាសាអង់គ្លេសឆ្លងតាមបទពិសោធន៍ដែលខ្ញុំបានប្រឡងផ្ទាល់ខ្ញុំឃើញថាការចេញគឺមាន3ទី1គឺចេញទៅលើ vocabulary ទី2គឺ grammar និងទី3គឺ reading តែការប្រឡងនេះគឺជាប្រភេទគុយ CM នោះទេអញ្ចឹងឃើញថាមាន50សំណួរមានរយៈពេល1ម៉ោងយើងអាចធ្វើបានយើងលៃលោកពេលវេលាហើយយើងអាចចូលរួមធ្វើអញ្ចឹងបន្ទាប់ពីខ្ញុំប្រឡងចប់ហើយប្រហែលជាមួយអាទិត្យទៅ2អាទិត្យខាងក្រសួងគាត់បានប្រកាសលទ្ធផលហើយខ្ញុំក៏ទទួលបានជោគជ័យក្លាយជាបេក្ខជនម្នាក់ដែលជាប់ជាស្ថាពរអញ្ចឹងចំពោះការប្រឡងនេះគឺមានភាពស្វិតស្វាញដោយសារតែការចូលរួមមានការប្រឡងប្រជែងមានការចូលរួមច្រើនអញ្ចឹងត្រូវការបេក្ខជនដែលមានចំណេះដឹងទូលំទូលាយមានចំណេះដឹងខ្លាំងដើម្បីអាចផ្ដួលដៃគូដែលគាត់ដាក់ប៉ុស្តិ៍ជាមួយយើងហ្នឹង
បើសិនជាយើងមិនឈ្នះគាត់ទេយើងនឹងខ្លាចជាបេក្ខជនដែលបរាជ័យក៏ប៉ុន្តែខ្ញុំក៏ចង់លើកទឹកចិត្តមួយផងដែរដល់បងក៏ដូចជាបងប្អូននិស្សិតទាំងអស់គ្នាឲ្យចូលរួមប្រឡងប្រជែងដោយសារតែយើងត្រូវចូលរួមសាកល្បងមើលទើបយើងវាស់ស្ទង់ដឹងសមត្ថភាពរបស់យើងបើបរាជ័យយើងដឹងថាយើងបានធ្វើកំហុសក៏ដូចជាយើងមានកំហុសទើបយើងបរាជ័យអញ្ចឹងយើងរៀនពីកំហុសហ្នឹងកែប្រែកំហុសត្រង់ចំណុចហ្នឹងហើយបើសិនបើយើងជោគជ័យយើងនឹងមានមោទនភាពទៅលើខ្លួនឯងហើយគ្រួសាររបស់យើងក៏មានមោទនភាពផងដែរដែលនៅពេលដែលយើងជាប់ធ្វើឲ្យប៉ាម៉ាក់យើងគាត់មានអារម្មណ៍សប្បាយរីករាយហើយក៏ដូចជារូបខ្ញុំបាទផ្ទាល់បានបំពេញក្តីសម័យរបស់យើងខ្លួនឯងដែលយើងចង់ក្លាយជាមន្ត្រីរាជការហ្នឹងនៅពេលដែលយើងប្រឡងជាប់អញ្ចឹងទៅយើងនឹងទទួលការបណ្ដុះបណ្ដាលហើយយើងនឹងខិតខំប្រឹងប្រែងតទៅមុខទៀតហើយចំពោះវីដេអូនេះក៏បានឈានមកដល់ទីបញ្ចប់អញ្ចឹងជាចុងក្រោយខ្ញុំសូមអរព្រគុណក៏ដូចជាសូមអរគុណនិងសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា Belty International University, the future of global leaders.